ជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់រាប់អានទាំងអស់គ្នាចា៎ហើយសម្រាប់វីដេអូមួយនេះនាងខ្ញុំគ្រាន់តែចង់បង្ហាញអំពីការសប់កង់ឡានណាបងប្អូនចាដែលនៅក្នុងស្រុកអូស្ត្រាលីចាបងប្អូនហើយសម្រាប់ការសប់នេះគឺគេមាននៅគ្រប់ការ៉ាសាំងទូទៅតែម្ដងចាហើយយើងសប់ខ្លួនឯងហើយនៅយើងកំណត់ខ្យល់របស់កង់ឡានរបស់យើងចានៅពេលដែលខ្យល់កង់ឡានរបស់យើងកំណត់ហើយខ្យល់កង់ឡានរបស់យើងវាពេញហើយគឺវាលោតសម្លេងតិចនឹងតែម្ដងចាបងប្អូនហើយសម្រាប់នៅស្រុកគេបងប្អូនភាគច្រើនគឺការងារហ្នឹងគឺតម្រូវឲ្យយើងធ្វើខ្លួនឯងទាំងអស់មិនថាការចាក់សាំងឡានបូមខ្យល់ឡានឬមួយក៏លាងឡានចាដូចដែលនេះខ្ញុំបាននៅបង្ហាញនៅវីដេអូមុនអញ្ចឹងបងប្អូនចាសម្រាប់ការលាងឡានបើសិនជាយើងចង់ឲ្យគេលាងឲ្យចាមនុស្សគេលាងឲ្យហ្មងគឺអស់ថ្លៃបងប្អូនថ្លៃខ្លាំងតែម្ដងប៉ុន្តែបើសិនជាយើងប្រើសេវាកម្មយើងលាងខ្លួនឯងឲ្យខ្លួនឯងហ្នឹងអស់អត់ថ្លៃទេអស់ទូថ្លៃទេបងប្អូនអញ្ចឹងនៅស្រុកនេះគឺភាគច្រើនគឺសេវាកម្មគឺយើងត្រូវធ្វើខ្លួនឯងអញ្ចឹងដើម្បីចំណាយលុយតិចចាបងប្អូនចាឲ្យមូលហេតុដែលគេអត់សូវប្រើមនុស្សបម្រើសេវាកម្មដោយសារតែកម្លាំងពលកម្មនៅទីនេះគឺវាថ្លៃអញ្ចឹងហើយអ្វីដែលគេអាចកាត់បន្ថយបានចាគឺគេកាត់បន្ថយអញ្ចឹងទៅយើងអាចមានជំរឿនយើងអាចធ្វើខ្លួនឯងអញ្ចឹងអស់តម្លៃទូថ្លៃយើងធ្វើខ្លួនឯងបងប្អូនហើយសម្រាប់វីដេអូនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនចាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត